សូមស្វាគមន៍មកកាន់ហងមេ Flash News មេបញ្ជាការភូមិភាគ 4 កម្ពុជានិងភូមិភាគ 2 ថៃបើកកិច្ចប្រជុំត្រៀមដកសេពាវុធធនធ្ងន់ដំណាក់កាលទី 2 នៅរសៀលថ្ងៃទី 31 ខែតុលានេះមេបញ្ជាការយុទ្ធភូមិភាគទី 4 កម្ពុជានិងមេបញ្ជាការយុទ្ធភូមិភាគទី 2 ថៃបានរៀបចំកិច្ចប្រជុំដើម្បីត្រៀមដកយុទ្ធឧបករណ៍និងអាវុធធនធ្ងន់ដំណាក់កាលទី 2 កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី 4 និងភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍តូវីរយុទ្ធរសិនមេបញ្ជាការយុទ្ធភូមិភាគទី 2 ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំកម្ពុជានិងប្រចាំនៅប្រទេសថៃតាមដានផ្ទៀងផ្ទាត់កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងគោលបំណងដើម្បីពិភាក្សានិងរៀបចំនៅផែនការជាក់លាក់នៅក្នុងការសម្រួលយុទ្ធឧបករណ៍និងអាវុធធនធ្ងន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលសម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តរបស់ភាគីទាំងពីរនៅក្នុងការគោរពនិងអនុវត្តនៅអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីអំពីសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 និងកិច្ចប្រជុំពិសេសលើកទី 2 នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី 23 ខែតុលាឆ្នាំ 2025 ការដោះលែងទាហានកម្ពុជាចំនួន 18 នាក់នៅតែជាឧបសគ្គដោយសារតែថៃលើកហេតុផលនិងលក្ខខណ្ឌដដែលផ្ទុយពីដំណើរឆ្ពោះទៅរកសន្តិភាពរឿងយុទ្ធជនកម្ពុជា 18 នាក់ជាប្រធានបទដ៏សំខាន់ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំយ៉ាងទទូចក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពដោយមានការធានានឹងតាមឃ្លាំមើលពីប្រទេសមហាអំណាចផងតែភាគីថៃនៅតែមិនព្រមដោះលែងដោយយកតែលក្ខខណ្ឌដដែលមកនិយាយទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវរាល់ថ្ងៃសូមដល់រាជរដ្ឋាភិបាលថៃដោះលែងកងទ័ពកម្ពុជាចំនួន 18 នាក់ឲ្យមានសេរីភាពមកកាន់មាតុប្រទេសវិញក្រោយភាគីទាំងពីរបានចុះហត្ថលេខាទទួលស្គាល់សេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 នោះមកហើយក្តីថៃនៅតែធ្វើប្រងើយចំពោះរឿងនេះព្រមទាំងដាក់សម្ពាធមកលើកម្ពុជាថែមទៀតដែលផ្ទុយអំពីកិច្ចព្រមព្រៀងប៉ុន្តែចំណុចខ្លះនៃផ្លូវទៅរកដំណោះស្រាយឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតបញ្ហានៃការចោទប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយការចែកចាយនិងផ្សព្វផ្សាយព័ត៌មានមិនពិតការកាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជនរួមទាំងការបោះសម្អាតមនុស្សធម៌នៅតែជាឧបសគ្គនៃការអូសបន្លាយពេលវេលានៅក្នុងការដោះលែងឆ្លើយសឹកដើម្បីបង្ហាញអំពីបំណងប្រាថ្នារបស់ប្រទេសថៃនៅក្នុងការលើកកម្ពស់ទំនុកចិត្តនិងការជឿទុកចិត្តគ្នាទៅវិញទៅមកប្រទេសថៃត្រូវតែដោះលែងឆ្លើយសឹកដោយគ្មានបង្អែបង្អង់ដោយយោងតាមសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរមេខ្លោងចាក់ភ្លេងខ្មោចរំខានប្រជាពលរដ្ឋខ្មែរកំពុងរងបាបកម្មហើយគណៈកម្មាធិការយោធាសភាក៏ហៅបំភ្លឺរឿងលុយមូលនិធិក្រោយពីផ្ទុះរឿងអាស្រូវតាក់ទងមូលនិធិរបស់បុគ្គលដែលមានឈ្មោះថាកាន់ចំផាឡាំងដែលគេស្គាល់ថាជាមនុស្សនាំមុខគេនៅក្នុងការបង្ករឿងជាមួយប្រជាពលរដ្ឋខ្មែរនៅព្រំដែនតាមរយៈដឹកលេមួមកបាញ់ដាក់ប្រជាពលរដ្ឋខ្មែរនិងចាក់សម្លេងខ្មោចសម្លេងឆ្កែលូរំខានទៅដល់ពលរដ្ឋនៅភូមិជោគជ័យនិងភូមិព្រៃចាន់នោះកាលពីថ្ងៃទី 30 ខែតុលាម្សិលមិញនេះគណៈកម្មាធិការយោធាសភាបានកោះហៅឲ្យពន្យល់អំពីបញ្ហាមូលនិធិបរិច្ចាគអាវក្រោះពីដែកដល់ទាហានព្រំដែនតាមការផ្សាយរបស់បណ្ដាញព័ត៌មានថៃបានឲ្យដឹងថាគណៈកម្មាធិការបានទាមទារឲ្យបុគ្គលឈ្មោះចំផាឡាំងដាក់ឯកសារសម្រាប់ការផ្ទៀងផ្ទាត់ហើយកងទ័ពក៏ត្រូវតែឆ្លើយសំណួរតាក់ទងការទទួលជំនួយសម្ភារៈយោធាផងដែរចំពោះករណីនេះអ្នកនាំពាក្យកងទ័ពថៃបានប្រាប់គណៈកម្មាធិការយោធាសភាថាលោកមិនបានដឹងអំពីការបរិច្ចាគគ្រឿងសឹកមកយោធានោះទេគួររំលឹកថារឿងអាស្រូវនេះបានផ្ទុះឡើងក្រោយពីបុគ្គលឈ្មោះចំផាឡាំងបានផ្លាស់ប្ដូរពីមូលនិធិដែលទទួលបានពីសប្បុរសជនទៅជាមូលនិធិមួយផ្សេងទៀតដើម្បីគេចពីការផ្ទេរលុយចូលរដ្ឋនឹងត្រូវស៊ើបអង្កេតតែម្ដងពាក់ព័ន្ធទៅនឹងការប្រើប្រាស់លុយជំនួយសប្បុរសធម៌ខុសច្បាប់
នេះគឺបានបញ្ជាក់ឲ្យឃើញថាបុគ្គលឈ្មោះចំផាឡាងដែលជាមនុស្សនាំមុខគេនៅក្នុងការបង្ករឿងជាមួយប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទនោះកំពុងទទួលរងកម្មពៀរនៃទង្វើរបស់ខ្លួនហើយនិងបញ្ជាក់ឲ្យឃើញថាបុគ្គលនេះមិនមែនជាអ្នកស្នេហាជាតិអ្វីនោះទេគ្រាន់តែចង់កេងចំណេញលុយមូលនិធិសប្បុរសជនទាំងអស់អចលនទ្រព្យនិងមូលធន6ប្រភេទត្រូវពន្យាពេលមិនយកពន្ធរហូតដល់ដើមឆ្នាំ2026អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពន្យាពេលមិនយកពន្ធលើប្រាក់ចំណេញមូលធនរហូតដល់ដើមឆ្នាំ2026នេះបើតាមសេចក្តីជូនដំណឹងបានបញ្ជាក់នៅថ្ងៃទី30ខែតុលាឆ្នាំ2025នេះថាមុខទំនិញទាំង6ប្រភេទត្រូវពន្យាពេលបង់ពន្ធមានដូចជាអចលនទ្រព្យកម្មសិទ្ធិបញ្ញារូបិយប័ណ្ណបរទេសភតិសន្យាទ្រព្យវិនិយោគនិងកេរ្តិ៍ឈ្មោះអាជីវកម្មនឹងត្រូវចាប់ផ្ដើមអនុវត្តបង់ពន្ធដំណើរគ្នាចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026នេះតទៅបើតាមការពន្យល់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអំពីមុខទំនិញទាំង6ប្រភេទខាងលើនេះមានដូចជាអចលនទ្រព្យសំដៅទៅលើដីផ្ទះអគារនិងសំណង់ផ្សេងៗនៅលើដីទី2ភតិសន្យាសំដៅទៅដល់ប្រតិបត្តិការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទី3ទ្រព្យវិនិយោគសំដៅទៅដល់ភាគហ៊ុនសញ្ញាប័ណ្ណនិងមូលបត្រដែលបោះផ្សាយដោយសហគ្រាសឯកជនទី4កេរ្តិ៍ឈ្មោះអាជីវកម្មសំដៅទៅលើអាជ្ញាប័ណ្ណបញ្ជីឈ្មោះអតិថិជននិងយីហោទី5កម្មសិទ្ធិបញ្ញាសំដៅទៅដល់ស្នាដៃអក្សរសាស្ត្រនិងសិល្បៈនិម្មិតសញ្ញារូបភាពនិងគំនូរដែលត្រូវបានប្រើប្រាស់នៅក្នុងគោលដៅពាណិជ្ជកម្មនិងទី6រូបិយប័ណ្ណបរទេសសំដៅទៅដល់រូបិយប័ណ្ណក្រៅពីប្រាក់រៀលពាក្យថាចំណេញមូលធនសំដៅទៅដល់ប្រាក់ចំណូលជាប់ពន្ធដែលបានមកពីការយកចំណូលពីការលក់ឬផ្ទេរមូលធនដកការកាត់កងចំណាយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះណែនាំឃ្លាំងលក់រថយន្តពីរកន្លែងគ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្ដាច់មុខនៅព្រឹកថ្ងៃទី31ខែតុលាឆ្នាំ2025នេះនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះត្រួតពិនិត្យតាមឃ្លាំងលក់រថយន្តចំនួន2កន្លែងស្ថិតនៅខណ្ឌទួលគោកនិងខណ្ឌ7មករាដែលបានដាក់តាំងផ្សព្វផ្សាយនិងលក់រថយន្ត Mark Ion ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនដែលនាំចូលរថយន្តទាំងនេះផ្ដាច់មុខមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជាមន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថាហាងលក់រថយន្តចំនួន2កន្លែងរួមមានក្រុមហ៊ុនលក់រថយន្តឈ្មោះ Yeska EV Cambodia ស្ថិតនៅផ្ទះលេខ175ផ្លូវលេខ215សង្កាត់ផ្សារដើមគោកខណ្ឌទួលគោកនិងឃ្លាំងលក់រថយន្តយីហោ LN68 ដែលស្ថិតនៅផ្លូវលេខ215សង្កាត់វាលវងខណ្ឌ7មករាសមត្ថកិច្ចបានបន្តថាម្ចាស់ទីតាំងឃ្លាំងលក់រថយន្តទាំងពីរកន្លែងនេះបានយល់ព្រមនិងចូលរួមសហការជាមួយកម្លាំងជំនាញឲ្យចូលទៅឆែកត្រួតពិនិត្យកម្លាំងនគរបាលបានធ្វើការអប់រំណែនាំទៅដល់ម្ចាស់ឃ្លាំងលក់រថយន្តទាំងពីរកន្លែងនេះកុំធ្វើការដាក់តាំងធ្វើការផ្សព្វផ្សាយនិងលក់រថយន្តដែលគ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្ដាច់មុខដើម្បីចូលរួមគោរពកម្មសិទ្ធិបញ្ញានិងច្បាប់នៃការចូលទំនិញផ្ដាច់មុខសូមអរគុណលោកអ្នកចំពោះការគាំទ្រហង្សមាស Flash News